រឿងទន្សាយនឹងខ្យងការបបួលភ្នាល់សត្វទន្សាយដែលអាងថាខ្លួនរត់លឿនបានដើរទៅសាច់ចំអកនិងមើលងាយសត្វខ្យងថាវាយឺតខ្យងមិនខឹងឡើយតែបានបបួលទន្សាយរត់ប្រណាំងភ្នាល់គ្នាល្បិចរបស់ខ្យងដឹងថាខ្លួនមិនអាចរត់ឈ្នះទន្សាយដោយកម្លាំងបាយទេទើបវាប្រើប្រាស់បញ្ញាដោយហៅមិត្តភក្តិខ្យងឯទៀតឲ្យទៅពួននៅតាមមាត់ច្រាំងនៃគោលដៅនីមួយការប្រកួតរាល់ពេលដែលទន្សាយរត់ដល់ចំណុចណាមួយហើយស្រែកសួរថាខ្យងនៅឯណានោះនឹងមានខ្យងមួយក្បាលឆ្លើយពីខាងមុខជានិច្ចថាខ្ញុំនៅទីនេះលទ្ធផលទន្សាយខំប្រឹងរត់អស់ពីកម្លាំងកាយរហូតដល់ថប់ដង្ហើមស្លាប់ក្នុងកំណែខ្លះគឺរត់ចាញ់ហត់ដេកដួលចំណែកឯខ្យងដែលប្រើប្រាស់វិធីសាស្ត្រសហការគ្នាក៏ទទួលបានជ័យជំនះតម្លៃអប់រំកុំមើលងាយអ្នកដែលហាក់ដូចជាខ្សោយជាងខ្លួនហើយការប្រើបញ្ញាគឺប្រសើរជាងការប្រើតែកម្លាំងបាយ